ផែពហុបំណងកម្ពុជាខ្ញុំបាទសូមបញ្ជាក់ថាកំពង់ផែទឹកជ្រៅកម្ពុជានេះគឺជាការវិនិយោគរបស់វិនិយោគិនខ្មែរគឺអ្នកអង្គការវិញហួររបស់ក្រុមហ៊ុនកម្ពុជាផតហើយកំពង់ផែពហុបំណងនេះមានទីតាំងស្ថិតនៅភូមិគីឡូ12សង្កាត់កោះតូចក្រុងបូកគោខេត្តកំពតថ្ងៃ6នេះខ្ញុំទៅសម្ពោធមួយទៀតគឺកំពង់ផែទឹកជ្រៅនៅខេត្តកំពតលោកស្រីពេជ្រមត្តទូទស្សនិកជនជាទីគោរពនៅពេលនេះក្រុមការងារនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានមកជួបសម្ភារផ្ទាល់ជាមួយនឹងអ្នកអង្គការវិញហួរដែលជាស្ថាបនិកកំពង់ផែទឹកជ្រៅអន្តរជាតិខេត្តកំពតដោយលោកអ្នកបានដឹងហើយថាកំពង់ផែទឹកជ្រៅខេត្តកំពតគឺជាកំពង់ផែទឹកជ្រៅទី2របស់កម្ពុជាដែលនឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី6ខែមិថុនាខាងមុខនេះដូច្នេះកិច្ចពិភាក្សារបស់យើងនៅពេលនេះគឺតាក់ទងអំពីដំណើរឆ្ពោះទៅការដាក់សម្ពោធជាផ្លូវការនៅកំពង់ផែទឹកជ្រៅអន្តរជាតិកំពត KIP ជំរាបសួរអ្នកអញ្ញាចា៎អ្នកអញ្ញាតាក់ទងជាមួយនឹងការសាងសង់ក៏ដូចជាដំណើរការឆ្ពោះទៅការដាក់សម្ពោធជាផ្លូវការនៅកំពង់ផែទឹកជ្រៅអន្តរជាតិកំពត KIP នេះមានការចាប់អារម្មណ៍ច្រើនពីទូរទស្សនិកជនក៏ដូចជាប្រជាពលរដ្ឋជាទូទៅដូចយើងបានដឹងហើយនេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ប្រទេសកម្ពុជាយើងអញ្ចឹងដើម្បីឆ្ពោះទៅការបើកសម្ពោធជាផ្លូវការនេះតើអ្នកអង្គការអាចជម្រាបជូនប្រិយមិត្តទូរទស្សនិកជនបានទេអំពីវឌ្ឍនភាពនៃការសាងសង់រហូតមកដល់ពេលនេះនិងរហូតដល់ថ្ងៃបើកសម្ពោធជាផ្លូវការនោះចា៎ខ្ញុំសូមជម្រាបថាក្រោយពីយើងបានរៀបចំការសាងសង់កំពង់ផែនេះអស់រយៈពេលដ៏វែងហើយការគិតខំរបស់ក្រុមហ៊ុនក៏បានកាត់ទប់ទល់នឹងឧបសគ្គទាំងអស់មកដល់ទល់ថ្ងៃនេះគឺយើងអាចសន្មតថាយើងនឹងអាចឈានចូលដល់ថ្ងៃទី6ខែមិថុនាដើម្បីសម្ពោធជាផ្លូវការក្រោមអធិបតេយ្យភាពរបស់សម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីប្រទេសកម្ពុជាអាណត្តិទី7នេះខ្ញុំសូមជម្រាបថាកំពង់ផែនេះយើងមានសាងសង់មកទល់ពេលនេះអស់រយៈពេលប្រហែលជា5ឆ្នាំក្នុងរយៈពេល5ឆ្នាំដំបូងនេះយើងបានជាសង្ខេបគឺយើងបានវិនិយោគទុនទឹកប្រាក់ចំនួនគឺ140លានក្នុង Stage 1ហើយទឹកជម្រៅទឹកដែលយើងអាចធ្វើទៅបានចូលមកជាប្រតិបត្តិការក្នុងកំពង់ផែនេះគឺ10ម៉ែត្រហើយអាចចូលនាវាដឹកជញ្ជូនហ្នឹងគឺ10000តោននេះជាដំណាក់កាលទី1ដើម្បីយើងធ្វើសកម្មភាពក្រោយពីពេលដែលយើងចាប់ផ្ដើមដាក់សម្ពោធជាផ្លូវការដល់ពេលចាប់ពីសម្ពោធហើយយើងពិតមែនតែយើងកំពុងតែប្រតិបត្តិការនៃកំពង់ផែហ្នឹងយើងក៏មានការស្ដារខ្លងបន្ថែមហើយនឹងកសាងបន្ថែមទៀតដើម្បីឲ្យឈានចូលដល់ចូលនាវាបាននាវាបាន20000តោនហើយទឹកជម្រៅគឺ13ម៉ែត្រហើយដល់ពេលនោះគឺទុនរបស់យើងវិនិយោគទៅដល់200លានតើតើជាមួយការវិនិយោគនេះតើកំពង់ផែនេះជាមានការសហការវិនិយោគពីដៃគូអ្នកវិនិយោគក្រៅប្រទេសណាទេឬក៏វាជាការវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុកឬក៏របស់អ្នកអង្គការផ្ទាល់តែម្ដងចា៎សូមជម្រាបថាកំពង់ផែនេះយើងជាក្រុមហ៊ុនមួយដែលក្នុងស្រុកទាំងស្រុងតែហ្មងហើយការដាក់ទុនហ្នឹងគឺយើងជារួមសហការគ្នាក្នុងរវាងគ្រួសាររបស់ខ្ញុំបាទហើយនឹងក្រុមហ៊ុនដែលមានចូលសហការគឺសុទ្ធសាធជាភាគហ៊ុនរបស់ប្រទេសក្នុងប្រទេសរបស់យើងទាំងស្រុងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលបម្រើការឲ្យកំពង់ផែហ្នឹងគឺបានរួចជាស្រេចហើយឬក៏យ៉ាងណាយើងបានរៀបចំរចនាសម្ព័ន្ធសម្រាប់ធ្វើប្រតិបត្តិការកំពង់ផែនេះឲ្យបានរលូនចំពោះរឿងផ្លូវទឹកផ្លូវគោកជាមួយនឹងទីតាំងដាក់កុងតឺន័រនិងកន្លែងដែលស្តុកទំនិញរាយយើងបានរៀបចំអស់ហើយពេលដែលទទួលនៅថ្ងៃទី6ខែមិថុនានេះគឺអាចសន្មតថា Stage 1គឺចប់សពគ្រប់ដើម្បី
ធ្វើអាជីវកម្ម ដោយសារមានដំណាក់កាលទី1អញ្ចឹងមានន័យថានឹងមានដំណាក់កាលបន្តទៀតអញ្ចឹងអ្នកអង្គការបញ្ជាក់បានទេថាហេតុអ្វីបានជាត្រូវបែងចែកជាដំណាក់កាលហើយសម្ពោធតាមដំណាក់កាលដូច្នេះហេតុអ្វីយើងមិនចាំបាច់ឲ្យការសាងសង់នោះបញ្ចប់ទៅ 100% មានន័យថារហូតដល់ជម្រៅទឹក13ម៉ែត្រដែលយើងតែងតែប្រកាសព័ត៌មានកន្លងមកថាកំពង់ផែទឹកជ្រៅ KIP ហ្នឹងជាកំពង់ផែទឹកជ្រៅដែលមានជម្រៅទឹករហូតដល់13ម៉ែត្រនោះចា៎ ទោះបីកំពង់ផែនៅទូទាំងពិភពលោកក៏ដោយគេមិនអាចធ្វើម្ដងចប់ទេគេមានចែកជាជំហានដូចគ្នាដូចជាកំពង់ផែនៅក្រុងព្រះសីហនុរបស់យើងហ្នឹងគឺគេដំបូងគេធ្វើបានជា 5000 តោនទេហើយគេនឹងពង្រីកបន្តទៅទៀតឥឡូវគេពង្រីកទៅដល់50000 តោនអញ្ចឹងបើសិនជាយើងចាំទៅធ្វើហើយសភាពការវាលោតផ្លោះដូច្នេះយើងដើម្បីឈានទៅឲ្យទាន់សភាពការដែលយើងត្រូវប្រើប្រាស់ក្នុងប្រទេសជាតិរបស់យើងនេះយើងត្រូវតែបើកជាជំហានតាមការណែនាំរបស់សម្ដេចដេជោលោកគាត់ថាធ្វើជាជំហានដើម្បីយកជោគជ័យមិនអាចអង្គុយសង្កុកលោតយកទៅដល់ទីដៅទេដូច្នេះសូមបញ្ជាក់ថាយើងដោយសារដូច្នេះបានយើងបំបែកជាជំហានជា2ជំហានរហូតដល់យើងធ្វើដល់គោលដៅរបស់យើងគឺ13ម៉ែត្រនិង20000 តោនជាផែនការគឺយើងត្រៀមនឹងចូលនាវាចំនួនចំណុះ20000 តោនដូច្នេះជម្រៅទឹកគឺត្រូវតែឲ្យមានដល់13ម៉ែត្រជម្រៅតែជំហានដោយសារហេតុអីបានជាយើងចែកជា2ជំហានទី1គឺដោយសារយើងត្រូវធ្វើការប្រញាប់ទាន់សភាពការដែលយើងត្រូវការតំណែងយើងចេញចូលដូច្នេះយើងក៏បានដាក់ដំណើរការនេះមួយជាជំហានទី1ដើម្បីធ្វើប្រតិបត្តិការឲ្យបានជោគជ័យ ចឹងអ្នកអង្គការអាចបញ្ជាក់បានទេថារហូតមកដល់ពេលនេះតើមានការគ្រប់គ្រងពីដៃគូអ្នកវិនិយោគ